រឿងស្រីក្ងោកមាសកាលដើមឡើយញៀមបុរសម្នាក់បានទទួលបណ្ដាំពីឪពុកប្រដៅថាកុំឲ្យយកស្រីប្តីលេងនិងស្រីសៅកែឲ្យយកតែស្រីក្រមុំព្រហ្មចារីនិងមេម៉ាយប្តីស្លាប់ធ្វើជាប្រពន្ធហើយកុំឲ្យយកក្លើនិងមនុស្សគ្រូ3តែមិនដូច្នោះបុរសនោះបានយកស្រីទាំង4នាក់នោះជាប្រពន្ធនិងយកមនុស្សគ្រូ3ជាក្លើដើម្បីលបងមើលថ្ងៃមួយក្ងោកមាសរបស់ស្ដេចទៅរកស៊ីក្បែរផ្ទះបុរសនោះអាយបុរសនោះគិតពិសោធន៍មើលក៏ចាប់ក្ងោកមាសនោះយកទៅចងលាក់ទុកក្នុងទ្រុងមួយហើយដាក់ចំណីបាយទឹកឲ្យក្ងោកនោះស៊ីរួចបុរសយកមាន់គោកមួយទៅកាត់ធឿម្ហូបពេលនឹងបរិភោគបុរសនោះបានយកប្រពន្ធទាំង4និងក្លើនោះទៅឲ្យបរិភោគទាំងអស់គ្នាកំពុងតែស៊ីក៏និយាយថានេះគឺជាសាច់ក្ងោកមាសស្ដេចដែលអញបានលួចកាប់យកមកស៊ីដល់បាត់ក្ងោកស្ដេចឲ្យប៉ាវគងសួររកក្ងោកនោះនាងស្រីប្តីលេងនិងនាងស្រីសៅកែនិយាយទៅនាងក្រមុំនិងនាងប្តីស្លាប់ថាឲ្យប្រាប់ទៅពួកញាក់ប៉ាវគងទៅថាប្តីយើងបានលួចកាប់ក្ងោករបស់ស្ដេចយកសាច់ស៊ីគុំជួយបិទបាំងថ្វីឲ្យវាងាប់ទៅចោះព្រោះវាធ្វើបាបវាយជេរយើងខ្លាំងណាស់ស្រីក្រមុំនិងស្រីប្តីស្លាប់អង្វរទៅវិញថាកុំធ្វើបាបប្តីរបស់ខ្លួនដូច្នោះមិនល្អទេស្រីសៅកែនិងស្រីប្តីលេងថាទោះបីនាងមិនចូលគំនិតនឹងយើងក៏គង់តែយើងប្តឹងអ្នកប៉ាវគងដែរថាហើយស្រីទាំងពីរអ្នកនោះប្តឹងអ្នកប៉ាវគងតាមដំណើរថាប្តីខ្លួនលួចក្ងោកស្ដេចយកសាច់ស៊ីគ្រាន់តែឮដូច្នោះភ្លាមពួកអ្នកប៉ាវគងក៏ចាប់យកបុរសនោះទៅថ្វាយស្ដេចទូលតាមដំណើរស្ដេចឲ្យនាំបុរសនោះទៅពិឃាតលុះទៅដល់មាត់ទ្វារវាំងអ្នកចាំទ្វារពុំព្រមបើកទ្វារសួរថាអ្នកនាំមនុស្សទោសនេះមកតើបានជំនុំជម្រះហើយឬនៅហើយបាននិយាយរឿងមួយប្រាប់អ្នកនាំថាមានសេដ្ឋីម្នាក់ចិញ្ចឹមឆ្កែ500វេលាយប់មួយមានចៅជីកឧមតុងចូលទៅលួចទ្រព្យសម្បត្តិរបស់សេដ្ឋីនោះហើយចូលទៅក្នុងឧមតុងវិញទាំងអស់ឆ្កែរបស់សេដ្ឋីដឹងបានគ្នានាំគ្នាវាយខាំចៅក្នុងឧមតុងនោះស្លាប់ទាំងអស់លុះព្រឹកឡើងមហាសេដ្ឋីឃើញបាត់ទ្រព្យសម្បត្តិដូច្នោះនឹកខឹងនឹងឆ្កែថាមិនចេះចាំរបស់ក៏ឲ្យគេសម្លាប់ឆ្កែទាំងនោះចោលអស់ទៅលុះធំអសូរខ្មៅចោលឡើងទៅមើលឃើញចោលស្លាប់ដូច្នោះក៏នឹកស្ដាយក្រោយកំពុងតែនិយាយឃើញបម្រើស្ដេចដោយបញ្ជាឲ្យទៅយកបុរសនោះមកជំនុំជម្រះវិញលុះស្ដេចសួរបុរសនោះពីរឿងសម្លាប់ក្ងោកមាសបុរសក្រាបទូលថាក្ងោកនោះទូលព្រះបង្គំមិនបានសម្លាប់ទេគឺបានទុកនៅកន្លែងមួយដោយល្អឯសត្វដែលទូលព្រះបង្គំសម្លាប់ទទួលទានគឺមាន់គោកទេស្ដេចទ្រង់ឲ្យទៅយកក្ងោកនោះមកវិញហើយទ្រង់លើកលែងទោសបុរសនោះឯស្រីទាំងពីរនាក់នោះដែលប្តឹងពីបុរសជាប្តីថាសម្លាប់ក្ងោកនោះត្រីបុរសជាប្តីនោះលែងចោលទៅ